សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងអាចមានម្ដងទៀតក្នុងការនិទានស្ដីរឿងដែលនៃក្បាច់គុណដែលជារដូវកាលទី7ភាគទី55ចំពោះបងប្អូនដែលគាត់រងចាំយូរនៅក្នុង YouTube អ្នកទាំងអស់គ្នាគឺអាចចូលនៅក្នុងក្រុមបានអ្នកទាំងអស់គ្នាហើយចូលនៅក្នុងក្រុមគឺតម្រូវបង់លុយម្នាក់$1ក្នុងមួយខែអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាជារងចាំគឺអាចចូលក្នុងក្រុមបានតោះឥឡូវនេះយើងមកបន្តស្ដីរឿងរបស់យើងបន្តទៀតទៅប៉ាំងសំលេងដ៏ខ្លាំងមួយបានលេចឡើងនៅលើមេឃហើយរាងកាយដ៏ធំសម្បើមរបស់ស្ដេចស្វាគ្រីស្តាប់ភ្លាមក៏ត្រូវបានវិកំទេចភ្លាមដោយត្រាលោហៈធាតុពណ៌ខ្មៅដ៏ធំរហូតដល់គាត់បានដួលរលំទីបំផុតគាត់ក៏បានធ្លាក់ចុះមកលើដីយ៉ាងខ្លាំងហើយកម្លាំងដ៏អស្ចារ្យនោះក៏បានធ្វើឲ្យកក្រើកវាពេញដីបានដួលរលំហើយត្រាលោហៈធាតុពណ៌ខ្មៅនោះគឺពិតជាដូចជាភ្នំមួយហើយវាក៏បានវិកំទេចទៅលើស្ដេចស្វាគ្រីស្តាប់ភ្លើងស្នាមប្រេះធំជាច្រើនក៏ត្រូវបានបង្កើតឡើងនៅលើផ្ទៃដីដែលនៅជុំវិញនោះនៅលើមេឃលេនតុងបានរលត់ទៅមើលស្ដេចស្វាគ្រីស្តាភ្លើងដែលត្រូវបានវិកំទេចដោយត្រាលោហៈធាតុពណ៌ខ្មៅរបស់គាត់ភាពត្រជាក់បានភ្លឺឡើងពេញភ្នែករបស់គាត់មុនពេលដែលដៃទាំងពីររបស់គាត់ក៏បានផ្លាស់ទីដោយផ្ទាល់ជាមួយនឹងល្បឿនដូចជាភ្លេចបន្ទោនៅទីបំផុតពួកវាក៏បានប្រែក្លាយទៅជាដៃនាគពណ៌បៃតងដ៏ត្រជាក់ចំនួន2រាងកាយរបស់លិនតងស្រាប់តែបានបញ្ចេញនៅសំឡេងខ្យល់បក់មុនពេលដែលគាត់បានបង្ហាញខ្លួននៅលើត្រាលោហៈធាតុពណ៌ខ្មៅបន្ទាប់ពីនោះមកគាត់បានក្តាប់កណ្ដាប់ដៃទាំងសងខាងរបស់គាត់ហើយគាត់ក៏បានប្រើកណ្ដាប់ដៃរបស់គាត់វេយ៉ាងខ្លាំងក្លាទៅលើត្រាលោហៈធាតុពណ៌ខ្មៅសំឡេងលោហៈធាតុដ៏ច្បាស់លឿនដែលមានកម្លាំងប្រៃនិងហឹង្សាដែលមិនអាចប្រៀបទៅបានក៏បានបន្លឺឡើងចេញពីត្រាលោហៈធាតុឈរនៅក្បែរគាត់យាងហ៊ួនបានស្រឡាំងកាំបន្តិចនៅពេលដែលនាងបានឃើញថាត្រាដែលដូចជាភ្នំពណ៌ខ្មៅនេះពិតជាត្រូវបានលិនតុងវាទម្លាក់ចុះមកលើដីដោយផ្ទាល់ហើយតើមនុស្សម្នាក់នេះមិនក៏មានភាពហឹង្សាខ្លាំងម្ល៉េះជាងខុនបានលេបទឹកមាត់ខណៈពេលដែលរាងកាយទាំងមូលរបស់គាត់ប្រែទៅជាត្រជាក់លិនតុងមិនបានវាប្រហារកាលពីមុនមកនោះទេក៏ប៉ុន្តែតើនរណាទៅដឹងថាគាត់គឺគ្រាន់តែជ្រើសរើសមិនធ្វើវាទោះជាយ៉ាងណាក៏ដោយនៅពេលនេះគាត់គឺបានវាប្រហារគាត់គឺពិតជាសាហាវណាស់បន្ទាប់ពីការវាប្រហាររបស់គាត់វាទំនងថាស្ដេចស្វាគ្រីស្តាភ្លើងគឺច្បាស់ជានឹងស្លាប់មិនថាកម្លាំងជីវិតរបស់គាត់អស់ចាប៉ុណ្ណានោះទេមានភាពខុសប្រក្រតីដោយដើម្បីរៀនវាបានដោយជោគជ័យលិនតុងបានក្តាប់ដៃរបស់គាត់យឺតខណៈពេលដែលយើងហ៊ួននិងអ្នកផ្សេងទៀតបានសម្លឹងមកគាត់ដែលហាក់បីដូចជាបិសាចរាងកាយរបស់គាត់បានញ័រហើយដៃនាគពណ៌បៃតងរបស់គាត់ក៏បានបាត់ភ្លាមបន្ទាប់មកគាត់ក៏បានក្រឡេកទៅមើលគ្រប់គ្នាហើយក៏បានរលាស់កណ្ដាប់ដៃរបស់គាត់ដែលស្ពើកដែលហាក់ដូចជាគ្មានអ្វីកើតឡើងមុនពេលដែលគាត់បាននិយាយថាប្រសិនបើអ្នកទាំងអស់គ្នាចង់បញ្ចប់សត្វបិសាចអ្នកទាំងអស់គ្នាគួរតែការពារវាកុំឲ្យមានឱកាសបញ្ចេញនូវកម្លាំងទាំងអស់បើមិនដូច្នោះទេនោះយើងនឹងមិនអាចបញ្ឈប់វាបាននោះទេប្រសិនបើវាចង់រត់គេចខ្លួននៅពេលនេះនៅមានឈាមស្របន្តហូរចេញពីក្រោមត្រាលោហៈធាតុពណ៌ខ្មៅលិនតុងបានឈរនៅពីលើកំពូលនៃត្រាលោហៈធាតុមុខវ័យក្មេងដែលដូចគ្នានឹងអ្នកដទៃបានធ្វើឲ្យជាងខុននិងអ្នកដទៃទៀតមានអារម្មណ៍ត្រជាក់នៅក្នុងចិត្តពួកគេបានយល់ថាប្រសិនបើជាពួកគេវិញនោះពួកគេប្រកាសជាមិនមានដំណោះស្រាយបែបនេះទេយិនលីងក៏បានស្រែកស្ងួតហើយសួរថាហេតើគេម្នាក់នោះស្លាប់ហើយមែនទេលិនតុងបានញញឹមគាត់ក៏បានគ្រវីដៃរបស់គាត់ហើយត្រាលោហៈធាតុពណ៌ខ្មៅស្រាប់តែបានហោះចេញនៅទីបំផុតវាបានប្រែក្លាយទៅជាពន្លឺពណ៌ខ្មៅហើយក៏បានប្រញាប់ប្រញាល់ចូលមកក្នុងបាតដៃរបស់លិនតុងបន្ទាប់ពីត្រាលោហៈធាតុត្រូវបានដកចេញក្លិនឆ្អាបនៃឈាមក៏បានសាយភាយពីពេញកន្លែងនេះភ្លាមយិងហ៊ុនបានធំក្លិនឆ្អាបនៃឈាមនេះហើយមុខដ៏ទូចច្រឡឹងរបស់នាងប្រែទៅជាស្លេកបន្តិចនាងច្បាស់ជាមិនមានសេចក្តីក្លាហានក្នុងការដើរទៅមើលភាពរញ៉េរញ៉ៃបង្ហូរឈាមនៅខាងក្រោមនោះទេនាងក៏បានបកដៃរបស់នាងភ្លាមមុនពេលដែលផ្ទៃដីដែលនៅខាងក្រោមក៏បានរង្គើហើយក៏បានប្រែក្លាយទៅជារណ្ដៅដ៏ធំសម្បើមបន្ទាប់ពីការកប់សាកសពដែលប្រឡាក់ទៅដោយឈាមនោះទីបំផុតយិងហ៊ុនក៏បានអោបពេលដែលដូចជាត្បូងមរកតរបស់នាងហើយក៏បានរសាចុះមកពីលើដើមឈើដ៏ខ្ពស់មួយនាងក៏បានបកដៃរបស់នាងហើយក៏បានរក្សាជំហររបស់នាងយិងហ៊ុនបានសម្លឹងទៅមើលលិនតុងប្រសិនបើវាមិនមែនដោយសារតែលិនតុងបានប្រើប្រាស់នៅភ្នែកបិសាចដៃស្រយាលនឹងធ្វើឲ្យស្ដេចស្វាគ្រីស្តាភ្លើងរងរបួសយ៉ាងធ្ងន់ធ្ងរនោះទេនោះការវាយប្រហារដ៏កាយសាហាវជាបន្តបន្ទាប់របស់គាត់ប្រកាសជានឹងគ្មានប្រយោជន៍ឡើយជាងខុនហើយនឹងយិនលីងដែលនៅក្បែរនោះក៏បានក្រឡេកទៅមើលលិនតុងដោយការភ័យខ្លាចនៅក្នុងកសែភ្នែករបស់ពួកគេតាមពិតទៅភ្នែករបស់ពួកគេគឺលែងមានសូម្បីតែដាននៃភាពអំនួតដោយការពីមុនទៀតហើយនៅពេលដែលបានឃើញភាពខ្លាំងយ៉ាងពិតប្រាកដរបស់លិនតុងហើយនៅវិធីសាស្ត្រដ៏កាយសាហាវរបស់គាត់ពួកគេលែងហ៊ានចាត់ទុកលិនតុងគឺដូចជាមនុស្សថ្មីទៀតហើយលិនតុងបានញញឹមភ្នែកបិសាចដៃស្រយាលនិងបំផ្លាញភ្នែករបស់មនុស្សម្នាក់យ៉ាងខ្លាំងរាល់ពេលដែលមនុស្សម្នាក់នោះត្រូវបានប្រើប្រាស់វាដោយការលះបង់នៅតម្លៃបែបនេះតើកម្លាំងដែលទទួលបាន
អាចនឹងខ្សោយដោយរបៀបណាទៅជាការពិតណាការប៉ះពាល់នេះគឺច្បាស់ជាមិនបង្កជាការគំរាមកំហែងណាមួយទៅដល់លិនតុងនោះទេដែលមានថ្មយិនអាចកំបាំងការពាររាងកាយរបស់គាត់ខណៈពេលដែលលិនតុងនិងអ្នកផ្សេងទៀតកំពុងតែជជែកគ្នាសំលេងខ្យល់បក់យ៉ាងប្រញាប់ប្រញាល់ក៏កំពុងតែត្រូវបានបញ្ជូនចេញមកពីក្នុងព្រៃភ្លាមនោះពួកគេបានឃើញយានហ្វាងបានដឹកនាំសិស្សរាប់សិបនាក់ហើយក៏បានប្រញាប់ប្រញាល់មកកាន់ទីនេះទឹកមុខតានតឹងរបស់នាងក៏បានធូរស្រាលបន្តិចបន្ទាប់ពីបានឃើញថាក្រុមរបស់លិនតុងគឺមិនអីនោះទេយានហ្វាងក៏បានចុះមកលើដីហើយបើកភ្នែកសម្លឹងមើលជុំវិញហើយក៏បានសួរដោយស្រឡាញ់កាន់ថាតើស្ដេចស្វាគ្រីស្តាភ្លើងនៅឯណាទៅជាងខុនបានបោះជំហានជើងរបស់គាត់នៅលើដីហើយភ្នែករបស់យានហ្វាងក៏បានសម្លឹងទៅខាងមុខមុននឹងបានឃើញថាផ្ទៃដីគឺត្រូវបានលាបពណ៌ក្រហមដោយឈាមស្រស់ហើយនៅរណ្ដៅដ៏ធំនៅលើដីភ្លាមនោះទឹកមុខរបស់នាងបានប្រែប្រួលបន្តិចខណៈពេលដែលនាងបានលន់មាត់ថាតើអ្នកទាំងអស់គ្នាបានបញ្ចប់គាត់ហើយមែនទេយានលីងបានសើចហេវាគឺជាការអរគុណទៅដល់ភ្នែកបិសាចដៃស្រយាលរបស់សិស្សប្អូនលេនតុងហ៎ភ្នែកបិសាចដៃស្រយាលមែនទេយានហ្វាងហើយនៅសិស្សមួយចំនួនដែលនៅក្បែរនោះក៏មានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានសម្លឹងទៅមើលមុខគ្នាទៅវិញទៅមកដោយការភ្ញាក់ផ្អើលនៅពេលដែលបានឮពាក្យទាំងនេះក្នុងនាមជាសិស្សនៃបកតាវពួកគេគឺបានឮយ៉ាងច្បាស់អំពីសិល្បៈក្បាច់គុនដ៏អត់កំបាំងនេះនៅក្នុងសាសដៃស្រយាលទោះជាយ៉ាងណាក៏ដោយពួកគេមិននឹកស្មានថាលេនតុងគឺពិតជាអាចធ្វើជាម្ចាស់វាបានដោយជោគជ័យនោះទេលេនតុងបានញញើមហើយងក់ក្បាលគាត់មិនមានបំណងចង់បង្ហាញពីភាពអត់កតុមនោះទេហេប្រសិនបើវាមិនមែនដោយសារតែជាងខុនហើយនឹងអ្នកផ្សេងទៀតបានរៀបស្ដេចស្វាគ្រីស្តាភ្លើងនោះទេខ្ញុំក៏មិនមានឱកាសក្នុងការវាយប្រហារឡើយយីងហ៊ុនបានសម្លឹងទៅមើលយានហ្វាងហើយសួរថាបងស្រីហ្វាងចុះយ៉ាងណាទៅហើយចំពោះបិសាចស្វាផ្សេងទៀតនោះយានហ្វាងបានងក់ក្បាលរបស់នាងតិចហើយឆ្លើយថាពួកគេទាំងអស់នោះគឺត្រូវបានបញ្ចប់ហើយបន្ទាប់មកភ្នែករបស់នាងគឺមានភាពស្មុគស្មាញបន្តិចនៅពេលដែលនាងបានសម្លឹងទៅមើលដើមឈើបុរាណអមតៈជាតិដែលនៅមិនឆ្ងាយប៉ុន្មានប្រសិនបើព័ត៌មាននេះត្រូវបានផ្សព្វផ្សាយចេញវាទំនងថាទឹកដីនៃជ្រលងលោហិតទាំងមូលនឹងផ្ទុះឡើងជាខ្លាំងបើប្រៀបធៀបទៅនឹងគ្រាប់ពូជនៃដើមឈើបុរាណអមតៈជាតិនេះអណ្ដូងរ៉ែទាំងមូលនេះគឺស្ទើរតែមិនមានតម្លៃក្នុងការលើកមកនិយាយឡើយគ្រប់គ្នាចាប់ផ្ដើមងាកទៅរកដើមឈើបុរាណពណ៌ខ្មៅដែលបានផុសចេញពីដីកែវភ្នែកដ៏ក្តៅគគុករបស់ពួកគេគឺពោពេញទៅដោយភាពធ្ងន់ធ្ងរដើមឡើយវាគ្រាន់តែជាបេសកកម្មធម្មតាតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយវាទំនងជានឹងខ្លាចទៅជាភាពស្មុគស្មាញយ៉ាងខ្លាំងដោយសារតែរឿងមួយនេះលិនតុងបានក្រឡេកទៅមើលយីងហ៊ុនហើយសួរថាតើពួកយើងអាចដឹងយ៉ាងណាទៅថាតើសំណាបនេះនឹងមានគ្រាប់ពូជបានដោយរបៀបណាទៅយីងហ៊ុនក៏បានខ្សឹបប្រាប់ថាយើងត្រូវតែរងចាំរហូតដល់ផ្លែរបស់វាបានធ្លាក់ចុះបើវាគឺពិតជាមានគ្រាប់ពូជមែននោះគ្រាប់ពូជនោះនឹងលែងចេញតាមបែបធម្មជាតិហើយផ្អែកទៅលើការប្រែប្រួលនៃធម្មពលដែលបានផ្ដល់ឲ្យដោយផ្លែរបស់វាពួកវាទំនងជានឹងធ្លាក់ចុះក្នុងរយៈពេលតែជាង5ថ្ងៃហ៎5ថ្ងៃលិនតុងក៏បានចាប់ចំការរបស់គាត់ហើយក៏បានងក់ក្បាលយឺតយានហ្វាងក៏បានសួរថាតើយើងត្រូវនាំសិស្សទាំងអស់មកទីនេះដែរឬទេអត់នោះទេវានឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេកលិនតុងបានក្រវីក្បាលរបស់គាត់យឺតហើយគាត់ក៏បាននិយាយដោយសំឡេងយ៉ាងជ្រាលជ្រៅថាយើងគួរតែធ្វើខ្លួនឲ្យមើលទៅធូរស្រាលក៏ប៉ុន្តែត្រូវរក្សាការប្រុងប្រយ័ត្នដោយសម្ងាត់ព្យាយាមកុំឲ្យមានការទាក់ទាញការចាប់អារម្មណ៍អ្វីដែលយើងនៅត្រូវធ្វើគឺធ្វើតាមបែបធម្មតាប្រសិនបើទឹកដីនៃជ្រលងលោហិតមានភាពច្របូកច្របល់ដូចជាអ្វីដែលយើងហ៊ុនបានរៀបរាប់នោះប្រតិបត្តិការទ្រង់ទ្រាយធំនឹងបញ្ចប់ត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃតែប៉ុណ្ណោះប្រសិនបើព័ត៌មានអំពីដើមឈើបុរាណអមតៈជាតិនេះត្រូវបានផ្សព្វផ្សាយចេញនោះពួកគេទំនងជានឹងបញ្ចប់ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរយានហ្វាងបានងក់ក្បាលបើទោះបីជាលិនតុងខ្វះសិទ្ធិអំណាចក៏ដោយក៏ប៉ុន្តែសំណើរបស់គាត់ដែលត្រូវបានប្រៀបធៀបនឹងប្រុងប្រយ័ត្នខ្ពស់ដូច្នេះហើយពួកគេគ្មានហេតុផលអ្វីដែលត្រូវជំទាស់ជាមួយនឹងអ្វីដែលគាត់បានណែនាំឡើយអញ្ចឹងក្នុងករណីនោះយើងនឹងរងចាំយ៉ាងស្ងប់ស្ងាត់រយៈពេល5ថ្ងៃទៀតភ្នែករបស់យើងហ៊ុនក៏បានបែរទៅរកដើមឈើបុរាណអមតៈជាតិខណៈពេលដែលនាងបានក្តាប់កណ្ដាប់ដៃរបស់នាងយឺតដោយសារតែហេតុផលមិនច្បាស់លាស់នាងមានអារម្មណ៍ថាបេសកកម្មនេះនឹងក្លាយទៅជាបញ្ហាយ៉ាងធ្ងន់ធ្ងរនេះគឺជាបន្ទប់ដែលងងឹតគួរសមនៅក្នុងបន្ទប់នេះគឺមានអណ្ដាតភ្លើងកំពុងតែរេរាំបើមើលពីពន្លឺនៅអណ្ដាតភ្លើងគឺត្រូវបានបង្ក្រាបដោយភាពងងឹតរហូតដល់វាបានចុះខ្សោយជាខ្លាំងនៅពេលដែលការសម្លឹងមើលរបស់មនុស្សម្នាក់ត្រូវបានពង្រីកនោះគេនឹងអាចមើលឃើញរូបរាងពណ៌ខ្មៅពីរបីនាក់ដែលមានវត្តមាននៅក្នុងភាពងងឹតនោះពួកគេគឺហាក់ដូចជា
អង្គុយជុំវិញតុរៀងជារង្វង់មានអាវធំពណ៌ខ្មៅត្រូវបានគ្របដណ្ដប់នៅលើរាងកាយរបស់ពួកគេខណៈពេលដែរកម្លាំងដ៏អាក្រក់បានសាយភាយចេញពីក្នុងខ្លួនរបស់ពួកគេយឺតបរិយាកាសនៅក្នុងបន្ទប់នេះគឺមានសម្ពាធខ្លាំងណាស់មួយសន្ទុះក្រោយមកមុនពេលដែលរូបរាងពណ៌ខ្មៅដែលបានអង្គុយនោះស្រាប់តែបានលោតដៃអាវរបស់គាត់ដៃដ៏ស្លេកមួយស្រាប់តែបានដាក់នៅលើតុហើយក៏បានក្តាប់វាថ្នមសំឡេងស្អកមួយរំពេចស្រាប់តែបានបន្លឺឡើងចេញពីក្រុមអាវធំពណ៌ខ្មៅនោះតើស្ដេចស្វាគ្រីស្តាភ្លើងបានស្លាប់ហើយមែនទេរូបរាងពណ៌ខ្មៅដែលនៅក្នុងបន្ទប់នោះស្រាប់តែបានកម្រើកបន្តិចមុននឹងនិយាយដោយសំឡេងដ៏ជ្រាលជ្រៅពិតមែនហើយសូម្បីតែបិសាចស្វាទាំងអស់នោះក៏ត្រូវបានបញ្ចប់ទាំងស្រុងដែរហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកវាត្រូវបានរស់រានមានជីវិតឡើយវាទំនងជាត្រូវបានធ្វើដោយពួកសិស្សនៃបាក់តាវតើពួកគេខ្លាចជាមនុស្សដ៏កាចសាហាវបែបនេះតាំងពីពេលណាមកទៅហើយសិស្ស4នាក់របស់បាក់តាវគឺទៅតែមកដល់ក្នុងពេល2ថ្ងៃមុនវាទំនងជាតាក់ទងជាមួយនឹងពួកគេហើយរូបរាងពួកខ្មៅនោះបាននៅស្ងៀមមួយសន្ទុះមុននឹងនិយាយដោយសំឡេងស្អកហើយទំនងជាដើមឈើបុរាណអមតៈជាតិត្រូវបានរកឃើញដោយពួកគេផងដែររូបរាងពណ៌ខ្មៅដែលនៅក្បែរនោះក៏បានសួរនាំថាលោកប្រធានតើពួកយើងគួរតែវាប្រហារដែរឬទេដោយផ្អែកទៅលើកម្លាំងរបស់ពួកសិស្សនៃបាក់តាវនៅក្នុងអណ្ដូងរ៉ែវានឹងងាយស្រួលណាស់សម្រាប់ពួកយើងក្នុងការដណ្ដើមយកដើមឈើបុរាណអមតៈជាតិនេះរូបរាងឈុតខ្មៅដែលអង្គុយនៅក្នុងកៅអីមេដឹកនាំក៏បានគ្រវីដៃដល់ស្លេករបស់គាត់ហើយនិយាយថាអត់នោះទេប្រសិនបើវាគឺជាបកពួកធម្មតាវាគឺល្អក្នុងការវាយលុកពួកគេគ្រប់ពេលទោះជាយ៉ាងណាក៏ដោយនេះគឺជាបកតាវប្រសិនបើយើងមិនដឹងថាតើវាមានក្របពូជនៅក្នុងដើមឈើបុរាណអមតៈជាតិឬក៏អត់នោះទេមិនចាំបាច់ឲ្យពួកយើងវាយលុកឡើយគ្រាន់តែផ្លែឈើបុរាណអមតៈជាតិ2 3អាចនឹងមានតម្លៃក៏ពិតមែនក៏ប៉ុន្តែវាមិនសមហេតុសមផលក្នុងការធ្វើឲ្យបាក់តាវខឹងនោះទេហើយយើងនឹងរងចាំមើល2 3ថ្ងៃទៀតប្រសិនបើវាគឺពិតជាមានក្របពូជនៅក្នុងដើមឈើបុរាណអមតៈជាតិមែននោះវានឹងបង្កឲ្យមានភាពច្របូកច្របល់បានជួនមនុស្សមួយចំនួនទៅខ្លំមើលនៅជុំវិញអណ្ដូងរ៉ែដោយស្ងាត់ស្ងាត់ហើយតាមដានពួកគេយ៉ាងជិតស្និទ្ធទៅមនុស្សម្នាក់ទៀតក៏បានសួរយ៉ាងស្រទន់ថាចុះប្រសិនបើវាមានក្របពូជនៅក្នុងដើមឈើបុរាណអមតៈជាតិវិញនោះហេប្រសិនបើវាមានក្របពូជវិញនោះគឺរាងកាយរបស់រូបរាងពណ៌ខ្មៅក៏បានអន់ទៅមុខបន្តិចអាវខ្មៅនោះក៏ត្រូវបានលើកឡើងដោយបានបង្ហាញពីមុខស្លេកស្លាំងនិងមុតស្រួចគាត់ក៏បានញញឹមមុននឹងគាត់បាននិយាយយ៉ាងកាយសាហាវថាអញ្ចឹងអ្នកទាំងនោះគឺមានតែអាចបន្ទោសខ្លួនឯងថាគ្មានសំណាងទៅចោះសម្រាប់អ្នកណាដែលហ៊ានរៀបពួកយើងទៅប្រសិនបើខ្ញុំអាចទទួលបានគ្រាប់ពូជនៃដើមឈើបុរាណអមតៈជាតិហើយប្រកល់វាទៅឲ្យច្រកទ្វារជាតិនោះរកអំពើខុសឆ្គងរបស់ខ្ញុំកាលពីមុននឹងត្រូវបានលើកលែងហើយនៅពេលនោះចោះបើបាក់តាវមានការខឹងសម្បាជាមួយនឹងពួកយើងតើវាយ៉ាងណាទៅកុំប្រាប់ខ្ញុំថាពួកគេគឺពិតជាហ៊ានសម្រុកទៅកាន់ច្រកទ្វារជាតិមែនទេរូបរាងឈុតខ្មៅ2 3នាក់ក៏បានញាប់ញ័រនៅពេលដែលសម្លឹងទៅមើលភាពកាយសាហាវនិងស្រេកឈាមដែលបានលេចឡើងនៅលើមុខរបស់គាត់ភ្លាមនោះពួកគេក៏បានងើយមុខឡើងហើយសើចយ៉ាងសាហាវមេឃឈើបានរាលដាលដាច់ចេញពីគ្នានៅលើអាកាសហើយក៏បានរារាំងពន្លឺថ្ងៃដែលបានចាញ់ឆ្លុះមកពីលើមេឃនិងបានបង្កើតទៅជាដាននៃពន្លឺដែលបានចាញ់ឆ្លុះមកលើរូបរាង2 3នាក់ដែលបានអង្គុយនៅខាងក្រោមកាំរស្មីនៃពន្លឺក៏បានចាំងមកលើមុខរបស់លេនតុងមុនពេលដែលភ្នែកដែលបានបិទថ្នមរបស់គាត់ស្រាប់តែបានបើកឡើងយឺតបន្ទាប់មកគាត់ក៏បានមើលទៅកាន់ដើមឈើខ្មៅដែលនៅពីមុខគាត់នៅពេលនេះផ្លែឈើពណ៌ក្រហមភ្លឺចំនួន5គឺបានស្ថិតនៅលើដើមឈើនោះក៏កាន់តែមានភាពរស់រវើកហើយពួកវាមើលទៅគឺដូចជាផ្លែឈើធំហើយវាគួរតែឆាប់នេះលេនតុងបានអ៊ូតែដាននៃធម្មពលផ្លូវចិត្តក៏បានផ្ទុះចេញពីក្នុងវិមានឌីវ៉ារបស់គាត់បន្ទាប់មកវាក៏បានបង្ហាញឲ្យឃើញរាល់សកម្មភាពណាមួយនៅក្នុងព្រៃនេះជាមួយនឹងធម្មពលផ្លូវចិត្តរបស់គាត់អាចដឹងពីកម្លាំងដែលមានធម្មពលចំនួន10ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃពួកគេគឺសុទ្ធតែជាសិស្សនៃបាក់តាវជាងនេះទៅទៀតក៏មានសិស្សរបស់បាក់តាវជាច្រើនដែលបានយាមល្បាតយ៉ាងតឹងរ៉ឹងនៅតំបន់ឆ្ងាយនោះធម្មពលផ្លូវចិត្តរបស់លិនតុងត្រូវបានដកជើងយ៉ាងរហ័សហើយក៏មានជើងដ៏ស្រលូនមួយសម្រាប់តែបានលេចឡើងនៅលើដីនៅពីមុខគាត់មានការព្យាបអើមួយសន្ទុះមុននឹងងើបមុខរបស់គាត់ឡើងបន្ទាប់មកគាត់បានឃើញជាងហ៊ួនបានឈរពាត់ដៃនៅពីក្រោយខ្នងរបស់នាងកំពុងតែសម្លឹងទៅមើលគាត់ពីខាងលើភ្នែកដ៏ភ្លឺចែងចាំងនិងស្រស់ស្អាតរបស់នាងគឺពោពេញទៅដោយភាពរស់រវើកជាងខុនហើយនឹងយានលេងកំពុងតែជជែកគ្នាយ៉ាងស្រទន់ពីចម្ងាយទោះជាបែបនេះក្តីភ្នែករបស់ពួកគេនឹងក្រឡេកទៅមើលលេនតុងម្ដងម្កាលជាការពិតណាភាគច្រើននៃការមើលនោះភ្នែករបស់ពួកគេគឺបានសម្លឹងទៅមើលនារីវ័យក្មេង
ដែលពាក់អាវពណ៌សហើយនៅសម្ពុតពណ៌បៃតងមនុស្សម្នាក់អាចនិយាយបានយ៉ាងងាយថាពួកគេទាំងពីរនាក់នេះគឺចាប់អារម្មណ៍ជាមួយនឹងនាងហេហេធម្មពលផ្លូវចិត្តរបស់លោកគឺពិតជាល្អណាស់នារីវ័យក្មេងបានសម្លឹងទៅមើលលិនតងក្រោមការសង្កេតមើលរបស់អ្នកទាំងពីរភ្លាមនោះនាងបានញញឹមនេះគឺពិតជាបានរកឃើញធម្មពលផ្លូវចិត្តរបស់លិនតងដែលកំពុងតែស៊ើបអង្កេតជុំវិញកន្លែងនេះលិនតងបានញញឹមក្នុងលក្ខណៈមិនបដិសេធខណៈពេលដែលចិត្តរបស់គាត់គឺមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចនៅចំពោះអារម្មណ៍ដ៏មុតស្រួចរបស់យើងហ៊ួនធម្មពលផ្លូវចិត្តរបស់គាត់ជាធម្មតាគឺត្រូវបានលាក់យ៉ាងល្អលុះត្រាតែវាគឺជាអ្នកដែលស្ទាត់ជំនាញទៅលើការបណ្ដុះបណ្ដាលធម្មពលផ្លូវចិត្តបើមិនដូច្នោះទេនោះវានឹងពិបាកខ្លាំងណាស់ក្នុងការដឹងអំពីការស៊ើបអង្កេតធម្មពលផ្លូវចិត្តរបស់គាត់យើងហ៊ួនហាក់ដូចជាដឹងពីការសង្ស័យរបស់លិនតងខណៈពេលដែលនាងបានស្ដីភ្លាមហេហេបើទោះបីជាខ្ញុំបដិជាសំខាន់ទៅលើការដាំដុះធម្មពលយានរបស់ខ្ញុំក៏ដោយក៏ប៉ុន្តែធម្មពលផ្លូវចិត្តរបស់ខ្ញុំក៏សមរម្យផងដែរបើទោះបីជាវាមិនខ្លាំងដូចជាលោកក៏ដោយក៏ខ្ញុំគឺបានរួចផុតពីការសាកល្បងចោទរន្ទានលើកទី1ដែរជួញចាំរបស់លិនតុងបានញួរដល់អចេតនានៅពេលនេះច្បាស់ណាស់គាត់ពិតជានឹកស្មានមិនដល់សោះថានារីម្នាក់នេះដែលនៅចំពោះមុខគាត់គឺពិតជាបានវឹកហាត់ទាំងធម្មពលផ្លូវចិត្តហើយនឹងធម្មពលយានក្នុងពេលតែមួយនោះទេគាត់បានដឹងភ្លាមនៅក្នុងចិត្តថាវាគ្មានអ្វីដែលត្រូវឆ្ងល់នោះទេថាហេតុអ្វីបានជាសម្លេងពេញរបស់នាងគឺពិតជាអាចកំបាំងខ្លាំងណាស់វាហាក់ដូចជាមួយផ្នែកគឺដោយសារតែធម្មពលផ្លូវចិត្តសោះលិនតុងបាននិយាយយ៉ាងស្រទន់ថាវាគឺជាការល្អក្នុងការប្រុងប្រយ័ត្នជានិច្ចគាត់ក៏យល់ផងដែរថាយើងហ៊ួនក៏ដឹងអំពីអ្វីដែលគាត់កំពុងតែប្រើធម្មពលផ្លូវចិត្តរបស់គាត់ដែរហើយដើមឡើយខ្ញុំគិតថានេះនឹងក្លាយទៅជាបេសកកម្មធម្មតាមួយខ្ញុំមិនដែលរំពឹងទុកថាវានឹងក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរនោះទេយើងហ៊ុនបានអង្គុយនៅក្បែរលិនតុងភ្នែករបស់នាងបានសម្លឹងទៅមើលដើមឈើបុរាណពណ៌ខ្មៅមុននឹងនាងបានសើចភ្លាមថាហេទោះជាបែបនេះក្តីខ្ញុំរីករាយដែលអ្វីប្រែទៅជាបែបនេះប្រសិនបើយើងគឺពិតជាអាចទទួលបាននៅគ្រប់ពូជពីដើមឈើបុរាណអមតៈយានវានឹងមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បកតារបស់យើងហើយនឹងមានសិស្សរាប់មិនអស់ដែលនឹងទទួលបានអត្ថប្រយោជន៍ពីវានាពេលអនាគតហើយបកតារបស់យើងក៏នឹងកាន់តែរឹងមាំផងដែរលិនតុងមានការភ្ញាក់ផ្អើលមួយភ្លែតនៅពេលដែលបានឮពាក្យទាំងនេះនៅចំពោះមុខនៃរីវ័យក្មេងម្នាក់នេះមិនមានភាពលោភលន់បន្តិចណាស់ឡើយនៅពេលដែលនាងនិយាយថ្មីបើមានការទាក់ទាញដ៏អស្ចារ្យនៃដើមឈើបុរាណអមតៈយានក៏ដោយក៏រឿងដំបូងដែលនាងបានគិតទៅដល់គឺជាបករបស់ពួកគេលិនតុងក៏បានងក់ក្បាលរបស់គាត់បន្តិចហើយភ្នែករបស់គាត់គឺមានភាពស្មុគស្មាញបន្តិចផងដែរច្បាស់ណាស់គាត់គឺបានឆ្លងកាត់ច្រើនបើប្រៀបធៀបជាមួយនឹងយើងហ៊ួនបទពិសោធន៍របស់គាត់ក្នុងកំឡុងពេលប្រមាណឆ្នាំទាំងនេះក៏បានធ្វើឲ្យគាត់មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងអ្វីត្បិតតែបច្ចុប្បន្នគាត់គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបកតាក៏ដោយក៏គំនិតដំបូងរបស់គាត់នៅពេលដែលគាត់បានដឹងអំពីតម្លៃនៃដើមឈើបុរាណអមតៈយានគឺនិយាយដោយស្មោះត្រង់មិនមែនជារបៀបដែលគាត់អាចជួយបកតាដើម្បីទទួលបានវាឡើយគាត់ប្រហែលជាមិនចាស់ជាងយើងហ៊ុនច្រើននោះទេក៏ប៉ុន្តែគាត់គឺពិតជាគ្មានកំហុសដូចជានាងនោះទេជាការពិតណាស់ប្រសិនបើលិនតងគឺនៅតែមានចិត្តគំនិតបែបនេះបន្ទាប់ពីគាត់បានឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះប្រហែលជាគាត់នឹងមិនមានឱកាសឈានមកដល់ដំណាក់កាលនេះឡើយមាត់របស់លិនតុងក៏ត្រូវបានលើកឡើងដោយអចេតនានៅពេលដែលគាត់បានសម្លឹងទៅមើលមុខនៃរីវ័យក្មេងម្នាក់នេះដោយក្តីរីករាយបកដែលអាចបញ្ជាចិត្តរបស់សមាជិកខ្លួនបានវាគឺជាបកដែលមានឥទ្ធិពលយ៉ាងពិតប្រាកដអូខេអ្នកទាំងអស់គ្នាសេរីរឿងរបស់យើងអាចមានសូមបញ្ចប់ត្រឹមនឹងសិនហើយយើងនឹងជួបគ្នានៅពេលបន្ទាប់ទៀតហើយភាគក្រោយគឺចាប់ផ្ដើមដល់កន្លែងថាប្រយុទ្ធគ្នាណាប៉ុន្តែមិនទាន់ដល់ថាចំណុចសំខាន់ទេប្រហែលជា2ភាគទៀតមកដល់កន្លែង3គ្នាហើយសង្ឃឹមតែស្អីកុំភ្លៀងចោលបើសិនភ្លៀងគឺអត់បានធ្វើច្រើនភាគទេអ្នកទាំងអស់គ្នាហើយថ្ងៃនេះអេដមីនរវល់មែនទែនអ្នកទាំងអស់គ្នារត់លេងរត់កើតកូនឈឺផងទៅណាទៅណីថ្ងៃនេះវល់ណាស់អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានរហូតដល់ចប់ជូនពរសំណាងល្អសុខភាពល្អបាយបាយ